ជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាដែលកំពុងស្ដាប់ព័ត៌មានពីកម្មវិធីសំឡេងផ្ទះខ្មែរដែលធ្វើការផ្សាយចេញពីរដ្ឋ Texas សហរដ្ឋអាមេរិកសម្រាប់ព័ត៌មាននៅថ្ងៃនេះខ្ញុំបាទភក្ត្រានឹងពំនាំយកនៅការប្រកួតកីឡាវាយកូនហ្គោល Cambodia Texas Golf Tournament ត្រូវបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃសៅរ៍ទី15ខែមិថុនាឆ្នាំ2013កន្លងទៅនេះកម្មវិធីមូលនិធិដើម្បីកូនកំព្រាខ្មែរនៃរដ្ឋ Texas សហរដ្ឋអាមេរិកបានបើកការប្រកួតកីឡាវាយកូនហ្គោលដែលមានកីឡាករកម្ពុជាចូលរួមចំនួន13នាក់ហើយត្រូវបានបញ្ចប់ដោយជោគជ័យនៅវេលាថ្ងៃដដែលនេះផងដែរកីឡាករដែលបានចូលរួមក្នុងការប្រកួតនេះបានមកពីតំបន់ផ្សេងៗនៃរដ្ឋ Texas សហរដ្ឋអាមេរិកក្នុងនោះមានដូចជាលោកអូបាកាសុកមកពី Baytown លោកប៊ូដាកែវមកពី Pearland លោកដារិតលោកមកពី Houston លោក Jesse Stin មកពី Houston លោក Hannah In មកពី Spring លោក Sutha Him មកពី Richmond លោក Henry Hall មកពី Lofton លោក Chad Sam មកពី Dallas លោក Dola Sam មកពី Dallas លោក Red Six មកពី Dallas លោក Simon Sau មកពី Dallas ដោយសារបញ្ហាសុខភាពទើបធ្វើឲ្យកីឡាករចំនួន2នាក់អាក់ខានមិនបានចូលរួមក្នុងការប្រកួតក្នុងនោះមានលោក Tri មកពី Woodland និងលោក Penny Wren មកពី Liberty ស្ថិតនៅក្រោមកម្ដៅថ្ងៃ98 Fahrenheit ដែលគ្មានខ្យល់បក់ទាល់តែសោះនោះបានធ្វើឲ្យកីឡាករនីមួយៗធ្វើការប្រកួតយ៉ាងស្វិតស្វាញក្រាញននាលព្រមទាំងបញ្ចេញនៅសមត្ថភាពរៀងៗខ្លួនប្រយោជន៍ដើម្បីដណ្ដើមយកនៅជ័យលាភីឲ្យខានតែបានអស់រយៈពេល75ម៉ោងការប្រកួតត្រូវបានបញ្ចប់អមដោយសំណោចសោកក្អាករបស់កីឡាករយើងនីមួយៗដែលកំពុងរង់ចាំការប្រកាសនៅលទ្ធផលទីបញ្ចប់ជ័យជំនះត្រូវបានទៅលើកីឡាករ Chad Sam មកពី Dallas និងកីឡាករជាដៃគូគឺលោក Sutha Him មកពី Richmond លោក Simon Sau ដែលជាកីឡាករមកពី Dallas បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលខ្ញុំបានចូលរួមក្នុងការប្រកួតនេះការចាញ់និងឈ្នះគឺមិនសំខាន់សម្រាប់ខ្ញុំប៉ុន្មានទេអ្វីដែលសំខាន់គឺខ្ញុំបានចូលរួមចំណែកក្នុងការជួយគាំទ្រដល់កម្មវិធីមូលនិធិដើម្បីកូនកំព្រាខ្មែរជាពិសេសគឺខ្ញុំបានជួយឧបត្ថម្ភដោយផ្ទាល់ដល់កូនខ្មែរតាមរយៈកម្មវិធីមួយនេះលោក Sutha Him ដែលជាអ្នកទទួលបាននៅជ័យលាភីក៏បានឲ្យដឹងដែរថានេះជាលើកទី1ហើយដែលកម្មវិធីមូលនិធិដើម្បីកូនកំព្រាខ្មែរបង្កើតឲ្យមានកម្មវិធីប្រកួតនេះឡើងខ្ញុំសប្បាយចិត្តរីករាយណាស់ដែលខ្ញុំបានស្គាល់កីឡាករដទៃទៀតដែលជាខ្មែរដូចគ្នានិងមានចិត្តសប្បុរសធម៌ក្នុងការជួយឧបត្ថម្ភដល់កូនកំព្រាខ្មែរក្រីក្រដូចគ្នាលោកប៊ូដាកែវជាសមាជិកក្នុងកម្មវិធីមូលនិធិដើម្បីកូនកំព្រាខ្មែរបានឲ្យដឹងថាមូលនិធិដែលទទួលបានពីសប្បុរសជននិងកីឡាករមានទឹកប្រាក់សរុបចំនួន$800ក្នុងនោះ$300គឺសម្រាប់សាងសង់អណ្ដូងទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិធ្នង់ឃុំឫស្សីស្រុកខាងកើតស្រុកកំពង់ត្រាច់ខេត្តកំពតប្រទេសកម្ពុជា$200គឺសម្រាប់ជូនដល់ចាស់ជរាក្រីក្រលំបាកដែលមានចំនួន10នាក់នៅក្នុងស្រុកភូមិតែមួយនិងថវិកាដែលនៅសេសសល់គឺសម្រាប់បន្តជួយដល់កូនកំព្រាដទៃទៀតសូមជម្រាបផងដែរថាសប្បុរសជននិងកីឡាករម្នាក់ក៏ទទួលបាននៅមួកអនុស្សាវរីយ៍ម្នាក់មួយផងដែរពីលោកអូបាកាសុកដែលជាគណៈកម្មការរៀបចំការប្រកួត Cambodia Texas Golf Tournament ព័ត៌មានដែលលោកស្រីនិងកញ្ញាបានស្ដាប់ពីកម្មវិធីសំឡេងផ្ទះខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ